សួស្តីបងប្អូនទាំងគ្នានៅក្នុងវីដេអូនេះគឺយើងមកធ្វើការរចនាទៅលើ poster Starbucks អញ្ចឹងជាប្រភេទ poster មួយដែលមានទំហំกระดาษជា A4 ដើម្បីធ្វើការរចនាទៅលើ poster Starbucks របស់យើងមុនដំបូងគឺអ្នកគ្នាអាចធ្វើការបង្កើតផ្ទាំងกระดาษមួយឥឡូវខ្ញុំធ្វើការចូលទៅកាន់ new file ដើម្បីធ្វើការបង្កើតផ្ទាំងกระดาษអញ្ចឹងអ្នកគ្នាអាចធ្វើការរើសហៅកន្លែងពាក្យថា print ដើម្បីធ្វើការយកផ្ទាំងกระดาษរបស់យើងអូខេ new A4 បែបនេះបន្ទាប់ពីហ្នឹងគឺអ្នកគ្នាអាចធ្វើការរីឈ្មោះដាក់ថា Starbucks poster អីចឹងទៅហ្នឹងហើយអញ្ចឹងបន្ទាប់ពីអ្នកគ្នាបានធ្វើការរីឈ្មោះហើយនឹងកំណត់ size វារួចអស់ហើយអ្នកគ្នាអាចធ្វើការចុចពាក្យ create មកដើម្បីបង្កើតផ្ទាំងกระดาษរបស់យើងអូខេអញ្ចឹងថតកន្លែងនេះគឺខ្ញុំធ្វើការចូលមកកាន់ file ខ្ញុំធ្វើការចូលមកកាន់ plus link ដើម្បីធ្វើការយករូបភាពរបស់ខ្ញុំអូខេឥឡូវខ្ញុំធ្វើការយក cafe Starbucks មកមុនសិនខ្ញុំធ្វើការចុច click ទៅលើវាមួយបន្ទាប់ពីហ្នឹងគឺខ្ញុំធ្វើការ mouse ស្ដាំទៅលើ layer ខ្ញុំយកពាក្យថា convert to Smartmagic បន្ទាប់ពីហ្នឹងគឺខ្ញុំធ្វើការចូលមកកាន់ layer ខាងក្រោម background របស់ខ្ញុំបន្ទាប់ពីហ្នឹងគឺខ្ញុំមើលកន្លែង foreground color ខ្ញុំ click ទៅលើហ្នឹងមួយខ្ញុំធ្វើការចម្លងពណ៌អូខេយកកន្លែង Starbucks មួយនេះចុចពី OK មួយបន្ទាប់ពីហ្នឹងគឺអ្នកគ្នាអាចធ្វើការចុច Alt Backspace ដើម្បីធ្វើការចាក់ទៅលើផ្ទៃ background របស់យើងអូខេអញ្ចឹងបន្ទាប់ពីហ្នឹងគឺខ្ញុំធ្វើការចូលមកកាន់ file ខ្ញុំធ្វើការបើកយករូបភាពមួយទៀតអូខេរូបភាពមួយនេះខ្ញុំធ្វើការចុចពាក្យ place ដើម្បីធ្វើការដាក់ចូលទៅក្នុង document របស់ខ្ញុំបន្ទាប់ពីហ្នឹងខ្ញុំធ្វើការចុច create ហើយអ្នកគ្នាអាចធ្វើការ mouse ស្ដាំយកពាក្យថា convert to Smartmagic បន្ទាប់ពីហ្នឹងគឺអ្នកគ្នាអាចធ្វើការ break វាធំតិចមកហ្នឹងហើយដាក់ឲ្យស្មើជាមួយនឹងផ្ទាំងกระดาษរបស់យើងអូខេបើសិនជាអត់តន់ស្មើអ្នកគ្នាសេរីតិចមកឲ្យវាស្មើបន្ទាប់ពីយើងបានធ្វើការសេរីរួចអស់ហើយគឺអ្នកគ្នាអាចធ្វើការឈរទៅកាន់ background អ្នកគ្នាអាចធ្វើការចុចពាក្យថា add layer ថ្មីមួយអញ្ចឹងតោះនេះគឺខ្ញុំរីឈ្មោះដាក់ថា brush បន្ទាប់ពីខ្ញុំបានធ្វើការរីឈ្មោះរួចអស់ហើយគឺខ្ញុំធ្វើការចូលមកកាន់ tool brush ខ្ញុំធ្វើការចុចខាងលើខ្ញុំយកពាក្យថា general brush យកពាក្យថា soft round brush បន្ទាប់ពីហ្នឹងគឺខ្ញុំធ្វើការចុចកន្លែង background ដើម្បីធ្វើការបដូរពណ៌វាខ្ញុំធ្វើការចម្លងពណ៌ពីរបស់គេខ្ញុំអាចថាយកខៀវភ្លឺបន្តិចកុំឲ្យវាល្ងិតដូច background ពេកអូខេខ្ញុំធ្វើការសេរីវាបន្តិចមកអញ្ចឹងលេខកូដគឺអ្នកគ្នាអាចធ្វើការដាក់តាមនឹងបានបន្ទាប់ពីហ្នឹងខ្ញុំធ្វើការចុចពី OK មួយអញ្ចឹងថងកន្លែង opacity ជាមួយនឹង flow គឺយើងយក100ដូចគ្នាខ្ញុំធ្វើការ click ខាងលើនឹងមួយខ្ញុំធ្វើការចុច C ចុចខ្ញុំ click ខាងនេះមួយទៀតអញ្ចឹងលក្ខណៈចង់ឲ្យត្រេបន្តិចហើយណាមួយចង់បានពលឺមើលទៅឲ្យវាស្អាតជាងមុនបន្ទាប់ពីហ្នឹងគឺខ្ញុំធ្វើការទាញ layer របស់ខ្ញុំដើម្បីធ្វើការ copy អញ្ចឹងអ្នកគ្នាអាចធ្វើការចុច Ctrl J បានខ្ញុំធ្វើការអូសបានមួយទៀតបន្ទាប់ពីហ្នឹងគឺខ្ញុំធ្វើការទាញវាឡើងមកខាងលើហើយខ្ញុំធ្វើការតម្លាក់ fill ជាមួយ opacity ត្រឹមតែ 40% ហើយខ្ញុំធ្វើការ mouse ស្ដាំយកពាក្យថា create clipping mask ដើម្បី clipping mask ចូលទៅក្នុង subject របស់យើងបន្ទាប់ពីហ្នឹងគឺខ្ញុំធ្វើការចុចកន្លែងលើចំម៉ាស់ខ្ញុំធ្វើការបង្កើតម៉ាស់វាមួយខ្ញុំធ្វើការចុច Ctrl So I ដើម្បីវាស់វាចូលទៅក្នុង subject របស់យើងបន្តមកទៀតគឺខ្ញុំធ្វើការចូលមកកាន់ brush tool ខ្ញុំធ្វើការចុចខាងលើហ្នឹងខ្ញុំយក surround brush ដដែលអូខេអញ្ចឹងត្រង់កន្លែងនេះគឺខ្ញុំធ្វើការដាក់ opacity 40ជាមួយនឹង flow 40ដូចគ្នាហើយខ្ញុំធ្វើការព្រមប្រាស់របស់ខ្ញុំរៀងតូចបន្តិចនឹងឲ្យស្រួលផាត់ហើយអ្នកគ្នាអាចធ្វើការផាត់ទៅលើ object របស់យើងទៅហ្នឹងហើយយើងធ្វើការស្រែវាតិចតួចទៅឲ្យមកសំភ្នែកដែលយើងចង់បានទៅគឺរួចរាល់ហើយបន្តមកទៀតគឺអ្នកគ្នាអាចធ្វើការចូលមកកាន់ file ហើយអ្នកគ្នាអាចធ្វើការយក flash link ដើម្បីធ្វើការទៅយករូបភាពរបស់យើងបន្តទៀតហ្នឹងហើយអូខេឥឡូវខ្ញុំធ្វើការយក line មួយនេះអូខេចុច flash មកគឺទទួលបានរូបភាពបែបហ្នឹងអញ្ចឹងបន្ទាប់ពីហ្នឹងខ្ញុំធ្វើការសេរីវាធំបន្តិចអូខេចុចពាក្យ crease មួយហើយខ្ញុំធ្វើការដូរមកដាក់ថា screen អូខេឲ្យវាចាប់លឺបែបហ្នឹងបន្ទាប់ពីហ្នឹងធ្វើការ mouse ស្ដាំយកពាក្យថា create clipping mask បន្ទាប់មកទៀតគឺខ្ញុំធ្វើការចុច layer mask ដដែលខ្ញុំធ្វើការចុច Ctrl So I វាមួយទៀតបន្ទាប់ពីហ្នឹងគឺខ្ញុំធ្វើការផាត់ទៅលើ object មួយនឹងទៀតអូខេអញ្ចឹងកន្លែង flow ក៏ដូចជា opacity គឺនៅដដែលទេ 40% ដដែលអូខេខ្ញុំធ្វើការផាត់បែបហ្នឹងមកអូខេអញ្ចឹងខ្ញុំសូមធ្វើការបន្ថយ fill 40% ជាមួយនឹង opacity 40% ដូចគ្នាអញ្ចឹងឲ្យវា blend ចូលគ្នាអញ្ចឹងយើងអាចធ្វើការបិទបើកផ្នែកវាតិចមកហ្នឹងហើយយើងចង់នឹងតើពេលយើងអត់តន់កែហើយនឹងកែហើយកាលវារូបរាងបែបម៉េចឬក៏ពណ៌បែបម៉េចអូខេ
អញ្ចឹងគឺឃើញថាអ្វីដែលយើងបានធ្វើការកែហ្នឹងគឺវាស្អាតជាងមុនហើយក៏ blend ចូលគ្នាជាងមុនអូខេអញ្ចឹងយើងឃើញថា poster របស់យើងគឺចិត្តហើយទាំងអស់ហើយនៅសល់តែអក្សរទេអូខេឥឡូវយើងធ្វើការចូលទៅសរសេរអក្សរហើយយើងធ្វើការដាក់ stroke ដាក់អីទៅលើវាតិចតួចតិចគឺយើងនឹងរួចរាល់ហើយការធ្វើ poster មួយនេះអញ្ចឹងខ្ញុំធ្វើការសរសេរអក្សរ data start បាត់ខ្ញុំភ្លេច B ហើយប៉ុន្តែអីទេខ្ញុំធ្វើការដាក់ពីក្រោយ object របស់ខ្ញុំទេបន្ទាប់ពីហ្នឹងគឺខ្ញុំធ្វើការដក fill ឲ្យអស់ដាក់ត្រឹម0ហើយខ្ញុំធ្វើការចូលមកកាន់ fx ខ្ញុំយកពាក្យថា stroke អញ្ចឹងអ្នកគ្នាអាចធ្វើការដាក់ទៅនឹងបានអញ្ចឹងសម្រាប់ size ខ្ញុំយកវា7ហើយកន្លែង position ខ្ញុំយកវា outside ហើយសម្រាប់ color គឺខ្ញុំយកវាពណ៌សចុចពី OK គឺរួចរាល់ហើយអញ្ចឹងខ្ញុំចង់ធ្វើការ copy អក្សរខ្ញុំអត់ធ្វើការ Ctrl J ទេអញ្ចឹងខ្ញុំធ្វើការចុច Alt ឲ្យជាប់ខ្ញុំទាញវាចូលមកក្រោមហើយស្មើជាមួយនឹងខ្សែបន្ទាត់របស់វាអូខេអញ្ចឹងអ្នកគ្នាអាចធ្វើការទាញវាស្មើគ្នាមកអញ្ចឹងខ្ញុំយកត្រឹមតែ4អក្សរទេអូខេអញ្ចឹងខ្ញុំធ្វើការចុច C ឲ្យជាប់ខ្ញុំចងវាជាក្រុមតែមួយបន្ទាប់ពីហ្នឹងគឺខ្ញុំធ្វើការចុចកន្លែង option បៅវាចុចចំកណ្ដាលបែបនេះហើយខ្ញុំធ្វើការ break វាធំតិចកុំឲ្យវាតូចពេកបន្ទាប់ពីហ្នឹងគឺខ្ញុំធ្វើការអូសអក្សររបស់ខ្ញុំដាក់មកខាងក្រោម layer របស់ខ្ញុំវិញអញ្ចឹងដើម្បីឲ្យ subject របស់យើងដឹងទៅលើអក្សរហ្នឹងអូខេហើយសម្រាប់ poster មួយនេះគឺយើងធ្វើការ design បានជោគជ័យហើយអូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺសូមបញ្ចប់ត្រឹមប៉ុណ្្នឹងហើយសង្ឃឹមអ្នកគ្នានឹងអាចធ្វើបាននៅក្នុងវីដេអូនេះហើយបើសិនជាអ្នកគ្នាចង់ធ្វើការសិក្សាទៅលើជំនាញ graphic design អ្នកនរគ្នាអាចធ្វើការសិក្សានៅសាលា SC Academy បាន